អូខេសួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះពួកយើងនឹងសិក្សាអំពីរបៀបដែលយើងភូសបញ្ចេញរបស់ពួកយើងទៅកាន់ GitHub ចេញដំបូងឡើយពួកយើងចូលមក browser រួចហើយយើងវាយ GitHub អូខេអញ្ចឹងសម្រាប់គ្នាយើងអត់តបាន sign up វាអត់ចេញបែបហ្នឹងទេវាចេញបែបនេះចេញបែបនេះយើងចុច sign up រួចហើយយើង connect with Google ក៏បានឬក៏ជាមួយ Apple ក៏បានឬក៏ជាមួយ email របស់យើងក៏បានអញ្ចឹងយើង connect មួយ Google វាស្រួលវាលឿនអូខេអញ្ចឹងបន្ទាប់ពីយើង sign up រួចហើយមកបង្កើត new repository មួយតើយើងបង្កើតបូកនេះរួចហើយយើងចុច new repository យើងដាក់ឈ្មោះឲ្យ repository របស់យើង Git Learning Project នេះហើយសម្រាប់ description នេះសម្រាប់គ្នាយើងចង់ដាក់ក៏បានមិនដាក់ក៏បានសម្រាប់ public បើយើងយក public មានន័យថា project របស់យើងហ្នឹងអ្នកគ្រប់គ្នាអាចមើលឃើញប៉ុន្តែបើយើងដាក់ private មើលឃើញតែយើងម្នាក់ឯងទេឬមួយក៏ team របស់យើងដែលយើងបាន invite ចូល project របស់យើងអញ្ចឹងខ្ញុំចុះយក public ហើយយើង click លើ create repository មកអូខេអញ្ចឹង create ហើយយើងមាន2ជំរើសទី1នេះគឺជាជំរើសដែលយើងមកបង្កើត repository នៅក្នុង GitHub ហើយបានយើងទៅបង្កើត project ហើយជំរើសទី2យើងបង្កើត project ហើយបានយើងមកបង្កើត Git repository អញ្ចឹងដោយសារយើងបានបង្កើត project ហើយប្រទេសនៅលើ local ហើយអញ្ចឹងយើងយកជំរើសទី2អូខេអញ្ចឹងយើងចាប់ផ្ដើមភ្ជាប់ local project ជាមួយនឹង GitHub repository យើងដល់ប្រើ command មួយនេះ git remote add origin ទៅហើយ Ctrl V enter តាមមកទៀតយើងចូលមក git branch main នេះមានន័យថាយើង change name ពី master មក main ពួកអី GitHub គេយក default ជា main ហើយក្នុង git ពីមុនយើងបានសិក្សាហើយយើងយកជា master ឲ្យខុសគ្នាយើងប្រើ main តាម GitHub យើង change មក Ctrl V main បន្តមកទៀតយើងចាប់ដើម push project local របស់យើងហ្នឹងទៅកាន់ GitHub ដែលយើងប្រើ command នេះ git push origin main ហ្នឹងយើង copy មករួចហើយយើង paste មកថាយើង push project របស់យើងចូលទៅកាន់ GitHub ហើយដើម្បីដឹងកាន់តែច្បាស់ពួកយើងចូលមក GitHub មករួចហើយយើង refresh អូខេអញ្ចឹងយើង push project របស់យើងបានជោគជ័យនេះ branch របស់យើងគឺ main default អញ្ចឹងស្រមកវិញដើម្បី push project របស់យើងទៅកាន់ GitHub បានយើងមាន3ជំហានទី1បង្កើត repository នៅក្នុង GitHub ទី2 connect local project ទៅនឹង remote repository ទី3យើង push code របស់យើងមកកាន់ GitHub អូខេអញ្ចឹងយើងជួបគ្នានៅវីដេអូបន្ទាប់របៀប clone project របស់យើងពី GitHub មកកាន់ computer របស់យើងវិញ